ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសំដងចក្រានៅក្នុង Channel YouTube សំដងសុក Belief តែទៅមួយជំនឿផ្ដល់ជូនបងអំពីរឿងមួយដែលបងស្រីគាត់រស់នៅខេត្តកណ្ដាលហើយគាត់សុំមិនឲ្យបង្ហាញអំពីភូមិឃុំទេព្រោះនិយាយអំពីបារមីបឹងមួយដោយសារបឹងហ្នឹងបច្ចុប្បន្ននេះវាលែងជាបឹងទៀតហើយដោយសារមានក្រុមហ៊ុនឯកជនចូលទៅកោះកាយដីអីអស់ហើយអញ្ចឹងណាប៉ុន្តែបឹងមួយនេះគឺមានបារមីណាស់ហើយក៏ជាប្រភេទបឹងបុរាណដែរបឹងហ្នឹងគឺមានទឹកខូបប្រាំងខូបភាសាអត់ចេះរីងទេបឹងធំមែនទែនហើយប្រជាពលរដ្ឋក៏អាស្រ័យផលនៅលើបឹងនឹងដែរហើយប្រជាពលរដ្ឋក៏ធ្លាប់ធ្វើការស្នើសុំដើម្បីកុំឲ្យមានការកកាយដីចេញពីបឹងដែរហើយនៅក្នុងនោះបងស្រីគាត់និយាយថាបឹងហ្នឹងគឺប្រជាពលរដ្ឋអាចរកត្រីបានប៉ុន្តែมันអាចរកបានលើសពីចំនួនត្រីដែលសុំទេហើយសុំក៏មិនអាចសុំបានច្រើនទៀតបើថាមកសម្លត្រី3 4បងសណាញ់ក្តីស្ទួយក្តីបានតែ3 4ទេតែយកលើសពីហ្នឹងគឺមានបញ្ហាអាចនឹងឈឺពោះឈឺក្បាលវិលមុខអីចឹងទៅចុកឆ្អល់ក្អួតចង្អោអីចឹងទៅហើយមួយទៀតនោះគឺការនិយាយផ្ដេសផ្ដាសពេលដែលទៅបឹងនឹងថាទៅបេះផ្កាឈូកបេះស្លឹកឈូកឬក៏ដកកៅអៅឈូកឬស្ទូចត្រីអីទេអត់អាចនិយាយផ្ដេសផ្ដាសឧទាហរណ៍ដូចជានិយាយថាអូឃើញត្រីធំណាស់អីចឹងទៅគឺអត់បានទេដោយផ្ទាល់គឺឪពុករបស់គាត់ធ្លាប់និយាយពាក្យមួយចំនួននៅនឹងគឺជួបបញ្ហាហើយរួមជាមួយនឹងអ្នកតាម្នាក់ដែលមានឈ្មោះថាអ្នកតាចော့ដែលថែរក្សាបឹងតាវ៉ាល់ហ្នឹងក៏ធ្លាប់បាទកាច់បាទអាត្រាក់បាទអិចអាបុលបាទទៅកាយដីហ្នឹងគឺកាច់បំបាក់បាទដៃអាបុលតែម្ដងហើយអាបុលហ្នឹងមិនមែនអាបុលចាស់ទេមិនមែនអាបុលពុកទេគឺអាបុលដែលទឹកតែបកពីកេះថ្មីគឺកាច់អាបុលថ្មីហ្នឹងបាក់តែម្ដងហើយរួមនឹងទម្លាក់យន្តហោះតកែអស់2ទៀតដែលមានបំណងចូលទៅដើម្បីកាយដីនៅបឹងតាវ៉ាល់ហ្នឹងអញ្ចឹងខ្ញុំសង្ខេបជូនប៉ុណ្្នឹងទេដើម្បីចង់ដឹងសាច់រឿងពិតប៉ុណ្ណាតោះទៅស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាបងស្រីម្នាក់ខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ថាបងស្រីកញ្ញាបងកញ្ញាគាត់និយាយថាគាត់រស់នៅក្នុងភូមិឃុំរបស់គាត់នៅខេត្តកណ្ដាលហ្នឹងគឺតាំងពីក្មេងមកហើយគាត់ក៏ជាអ្នកដែលទៅអាស្រ័យផលទៅលើការបេះស្លឹកឈូកឬក៏ទៅលើការបាទស្ទូចត្រីស្ទូចអីនេសាទត្រីអីបាទរកខ្ចងរកក្តាមអីហ្នឹងក៏នៅក្នុងបឹងតាវ៉ាល់ហ្នឹងដែរតាំងពីគាត់តូចមកព្រោះជីវភាពគ្រួសាររបស់គាត់គឺលំបាកគាត់មានការរស់នៅមិនសូវជាស្រួលទេព្រោះគាត់មានបងប្អូនដល់ទៅ7 8នាក់ឯណោះហើយផ្ទះរបស់គាត់ហ្នឹងគឺនៅចិត្តបឹងនឹងដែរហើយស្ថានភាពគ្រួសារគាត់គឺមានផ្ទះធ្លុះធ្លាយនិយាយទៅគឺខ្ទមបងប្អូនមិនមែនជាផ្ទះតែយើងឃើញថាវាជាផ្ទះធំដុំអីទេជាពេទ្យខ្ទមដែលគេសង់ហើយគ្រាន់តែធ្វើក្រែជាធ្នើឲ្យសម្រាប់អញ្ចឹងទៅហើយតយ៉ាបន្តិចដើម្បីដាំបាយដើម្បីអញ្ចឹងទៅអញ្ចឹងជីវភាពរបស់គាត់ពិបាកមែនតែនអញ្ចឹងគាត់រស់នៅក្នុងភូមិស្រុកហ្នឹងមិនមែនផ្ទះគាត់ដាច់ស្រយាលពីគេផ្សេងនេះផ្ទះគាត់ក៏នៅចិត្តផ្ទះរបស់អ្នកភូមិអ្នកស្រុកផ្សេងដែរក៏ប៉ុន្តែជីវភាពគ្រួសាររបស់គាត់ហ្នឹងតោកយ៉ាកជាងគេតែម្ដងហើយមូលហេតុនៃការតោកយ៉ាកហ្នឹងគឺខ្ញុំនឹងរៀបចំជាខ្សែជីវិតរបស់គាត់នឹងនិយាយពីជីវិតរបស់គាត់ពីការលំបាករបស់គាត់មួយទៀតណាបងណាប៉ុន្តែសម្រាប់វីដេអូមួយនេះគឺនិយាយអំពីបារមីបឹងតាវ៉ាល់ហើយបារមីនេះគឺគួបផ្សំនឹងស្ថានភាពរបស់គាត់ដែលគាត់តែងតែទៅអាស្រ័យផលជាមួយបឹងនឹងជាពិសេសគឺគាត់តែងតែទៅបេះស្លឹកឈូកឬក៏ទៅស្ទូចត្រីទៅដាក់មងទៅចងសទូចហ្នឹងដើម្បីយកត្រីមកដោះស្រាយជីវភាពនៅក្នុងគ្រួសារគាត់និយាយថាបឹងតាវ៉ាល់នេះគឺមានអ្នកតាពីបុរាណអ្នកតាហ្នឹងគេអត់មានធ្វើជារូបសំណាកអ្នកតាអីទេតែគ្រាន់ថាអ្នកតាហ្នឹងគឺមានរូបស្នងហ្នឹងគឺជាយាយហ្នឹងមានឈ្មោះថាយាម៉ៅគាត់មានបច្ចុប្បន្នបែរខ្ទង់70 75ប៉ុណ្ណឹងចន្លោះប៉ុណ្ណឹងហើយពេលដែលអ្នកតាចော့នឹងគាត់ចូលបើសិនជាយើងមានបំណងចង់ឲ្យអ្នកតាចော့នឹងចូលគឺយើងត្រូវរៀបចំភ្លេងពិណពាទ្យរៀបចំអីដើម្បីអញ្ជើញគាត់ឲ្យមកចូលលោកយាយម៉ៅចង់សាកសួរពីការខុសឆ្គងរបស់កូនចៅឬក៏ចង់សាកសួរពីការឈឺថ្កាត់អីផ្សេងគឺបារមីតាចော့នឹងចូលមកកាន់រូបរបស់យាយម៉ៅហើយប៉ុន្តែនៅក្នុងនោះផងដែរស្ថានភាពដែលយើងអាចដឹងថាតាចော့ចូលរូបយាយម៉ៅបាននៅពេលដែលតាចော့ចាប់ផ្ដើមចូលគឺគាត់ចាប់ផ្ដើមវាចមាត់សំឡេងរបស់គាត់ចាប់ផ្ដើមប្រែពីសំឡេងស្រីទៅប្រុសហើយគាត់នឹងក្រងទៅជាអាវសខោសអញ្ចឹងដឹងហើយថាអូលោកតាចော့ចូលលោកយាយម៉ៅទៀតហើយនៅក្នុងភូមិហ្នឹងគឺមានតែលោកយាយម៉ៅហ្នឹងទេដែលជាអ្នកអាចឲ្យលោកតាចော့ចូលបាននិយាយពីប្រវត្តិលោកយាយម៉ៅបន្តិចបងស្រីគាត់ថាលោកតាចော့គាត់មិនមែនចេះតែចូលផ្ដេសផ្ដាស់ខុសពីរូបគាត់ទេហើយរូបគាត់ហ្នឹងក៏ជាមនុស្សដែលបរិសុទ្ធទៀត
បរិសុទ្ធនេះអត់សំដៅទៅលើអ្នកដែលនៅព្រហ្មចារីអ្នកដែលនៅលីវអីទេគឺសំដៅលើមនុស្សដែលមានចិត្តស្មោះត្រង់មិនវាយវេមិនចេះកុហកអញ្ចឹងណាហើយចេះមានចិត្តអាណិតអាសូរអញ្ចឹងទៅលោកយាយម៉ៅគាត់ក៏មានប្តីគាត់ក៏មានកូនអីធម្មតាទេប៉ុន្តែដោយសារគាត់ជាមនុស្សដែលមានចិត្តបរិសុទ្ធមានន័យថាស្មោះត្រង់មិនចេះកុហកមិនចេះរំលោភបំពានអ្នកដទៃមិនយាយីអ្នកដទៃមិនយកទ្រព្យសម្បត្តិអ្នកដទៃដោយគេមិនបានឲ្យអញ្ចឹងទៅសមជាមួយនិស្ស័យរបស់គាត់ក៏លោកតាចော့ហ្នឹងគាត់ចូលបារមីនឹងចូលទៅកាន់លោកយាយម៉ៅតែម្ដងប្រជាពលរដ្ឋនៅតំបន់នោះគាត់និយាយថានៅពេលដែលអ្នកដែលចង់ទៅសុំត្រីនៅក្នុងបឹងតាវ៉ាល់ហ្នឹងគឺធំណាស់បឹងហ្នឹងអត់ចេះរីងទេទោះបីខែប្រាំងក៏អត់រីងដែរបឹងហ្នឹងគឺនៅខួបប្រាំងខួបវស្សាទោះបីជាខែប្រាំងហ្នឹងអត់មានកក់មេកក់ខែអីសោះតែម្ដងក្តៅខ្លាំងតែម្ដងក៏បឹងតាវ៉ាល់ហ្នឹងអត់រីងដែរអញ្ចឹងមានន័យថាបឹងធំណាស់ហើយជ្រៅអញ្ចឹងប្រជាពលរដ្ឋទៅអាស្រ័យផលនៅនឹងគ្រប់គ្នាប៉ុន្តែប្រជាពលរដ្ឋឲ្យតែចូលទៅអាស្រ័យផលមិនថាបេះផ្កាឈូកលឹកឈូកដកកៅអៅឈូកឬក៏ស្ទូចត្រីទេគឺត្រូវតែប្រយ័ត្នពាក្យសម្ដីនិយាយទៅគឺគាត់ថាពេលដែលប្រជាពលរដ្ឋឬក៏អ្នកដែលចូលទៅនឹងគឺបិទមាត់អត់និយាយអីសោះហ្មងគឺស្ងាត់យកតែម្ដងអត់មានចូលទៅប្រកុកប្រកាសស្រែកហៅគ្នាសេកជាងអាឡេអាឡូអីបានទាំងអស់ឲ្យតែចូលដល់បឹងហ្នឹងគឺត្រូវតែស្ងាត់ហ្មងព្រោះខ្លាចបំផុតប្រយ័ត្នបំផុតព្រោះគាត់ធ្លាប់មានប្រជាពលរដ្ឋដែលគាត់ចូលទៅជាពិសេសគឺឪពុកគាត់ផ្ទាល់តែម្ដងឪពុកគាត់ផ្ទាល់គាត់ទៅនេសាទត្រីពេលដែលគាត់នេសាទត្រីគាត់ឃើញត្រីនឹងធំហើយគាត់ស្រែកថាអូត្រីធំត្រីធំមែនទែនពេលនោះបងស្រីគាត់ក៏នៅជាមួយដែរកំពុងតែនៅលើទូកស្រាប់តែត្រីដ៏ធំនឹងមិនដឹងថាកម្លាំងត្រីនឹងមកពីណាទេវាមកបោកជាមួយនឹងឪពុករបស់គាត់ណាបាទវាយឪពុកគាត់នឹងកតុយដាល់ឪពុកគាត់នឹងមុខឪពុកគាត់នឹងរងរបួសដោយសារត្រីហ្នឹងមើលទៅត្រីនឹងវាមិនធំអីណាស់ណារហូតដល់គាត់មិនអាចចាប់ឈ្នះទេប៉ុន្តែមិនដឹងថាកម្លាំងត្រីនឹងមកពីណាទេគឺធ្វើឲ្យគាត់មិនអាចចាប់ត្រីនឹងបានទេត្រីនឹងរបូតចេញទៅវិញតែម្ដងព្រោះអីកម្លាំងត្រីនឹងទៅដាល់មុខគាត់កតុយត្រីនឹងទៅបក់ពុកគាត់ផ្ទប់ទៅនឹងទូកផ្ទប់ទៅនឹងទឹកនិយាយទៅវាដូចជាត្រីនឹងមានកម្លាំងសន្ធិដ្ឋអីមួយចូលមកអញ្ចឹងវាមិនមែនជាត្រីសាមញ្ញធម្មតាហើយការវាយការដំការបុកទៅកាន់ឪពុកគាត់ហ្នឹងគឺមិនមែនដូចជាសត្វទៅធ្វើដូចជាមនុស្សយកដៃទៅវាយយកដៃទៅទះយកដៃទៅដាល់កណ្ដាលមុខអីអញ្ចឹងបងដែលមើលទៅមានស្នាមគឺមិនមែនស្នាមត្រីធម្មតាទេអញ្ចឹងនឹងហើយពុករបស់គាត់ជួបផ្ទាល់តែម្ដងពីថ្ងៃនឹងមកគឺពុករបស់គាត់លែងហ៊ាននិយាយអីទាំងអស់សូម្បីតែទៅក្បែរបឹងហ្នឹងគាត់ស្ទើរតែមិនចង់ហ៊ានទៅផងតន់តែទាល់ខ្លាំងអត់មានត្រីធ្វើម្ហូបខ្លាំងបានទៅសុំមួយទៀតករណីនៃការសុំត្រីបើសិនជាសុំត្រីមកសម្លហើយសុំត្រីមកសម្លនឹងត្រីប្រមាណត្រី3ឬត្រី4ហើយប្រភេទត្រីអីគឺมันអាចទៅសុំត្រីនឹងហើយលោតែឃើញត្រីនៅលើដីឬក៏ត្រីងាប់អីនៅបឹងនឹងហើយទៅជ្រុលហើដៃមកអីយកដៃទៅយកមកអីគឺអត់បានទេបាទប្រកាសជាក្អួតចង្អោវិលមុខចុកពោះប្រកាច់ពេញនឹងភ្លាមមករំពេចតែម្ដងអញ្ចឹងតន់តែអញ្ជើញបារមីលោកតាចော့ចូលទៅកាន់លោកយាយម៉ៅទៅសួរទៅដឹងហើយហេតុផលហើយដើម្បីឲ្យព្យាបាលបានលុះត្រាតែលោកតាចော့នឹងនិយាយទៅថាចង់បានអីដូចជាចេកមួយស្និតអីចឹងផ្សេងទៅហើយបងស្រីថាគាត់ឈ្មោះលោកតាចော့មែនប៉ុន្តែគាត់អត់ត្រូវការអាការសាហាវទេរឿងគ្រឿងស្វឹងអីគឺអត់ត្រូវការទេត្រូវការតែផ្លែឈើទេគាត់ដូចជាអ្នកតាកាន់សិលអញ្ចឹងដែរតែបារមីខ្លាំងណាស់បារមីអ្នកតានេះគោលបំណងនៃបារមីនេះតាមបងស្រីគាត់ចែករំលែកមកគាត់ចង់ឲ្យប្រជាពលរដ្ឋឬចង់ឲ្យមនុស្សដែលរស់នៅលើផែនដីនឹងប្រកាន់សច្ចធម៌និយាយពាក្យណាឲ្យពាក្យនឹងឲ្យពិតប្រាកដកុំនិយាយរួយរាយឥតប្រយោជន៍កុំនិយាយបាត់ដៃខ្នងដៃបើសុំត្រីគាត់នឹងឲ្យយកទៅធ្វើម្ហូបប៉ុន្តែដាច់ខាតគឺមិនអាចយកត្រីលើសពីការសុំបានទេបារមីរបស់តាចော့មិនត្រឹមតែមានតែតាចော့ទេមានលោកតាម្នាក់ទៀតឈ្មោះលោកតាក្រញូងលោកតាចော့តែងតែហៅតាកញូងនឹងថាអញូងអញ្ចឹងលោកតាញូងនេះគឺជាបារមីរបស់លោកតាចော့ហើយតាញូងនេះហើយដែលជាអ្នកទៅធ្វើលើរឿងហ្នឹងកិច្ចការងារផ្សេងហ្នឹងគឺតាញូងនឹងឯងជាអ្នកទៅធ្វើរឿងហ្នឹងក៏បានកើតឡើងលើឪពុករបស់បងស្រីផ្ទាល់ទៀតដែរឪពុករបស់បងស្រីគាត់គឺជាអ្នកដែលចូលចិត្តពិសាស្រាអញ្ចឹងរាល់ពេលណាឲ្យតែលោកតាក៏ភាសាស្រា
លោកតាខ្ញុំដាក់ឈ្មោះថាលោកតាឌឿនតែម្ដងទៅបងប្អូនការពិតគាត់មានឈ្មោះផ្សេងទេប៉ុន្តែខ្ញុំសូមហៅថាលោកតាឌឿនតែម្ដងអញ្ចឹងណាបាទអញ្ចឹងឲ្យតែលោកតាឌឿនហ្នឹងគាត់ពិសាស្រាគឺតែញុងចូលហើយតែញុងចូលសន្ធិដ្ឋតែឌឿនតែម្ដងខ្ញុំសូមបញ្ជាក់ជូនបងថាលោកតាឌឿនធ្វើបិទតែគាត់រស់នៅចិត្តបឹងហ្នឹងហើយគាត់តែងតែបេះស្លឹកឈូកតែងតែទៅនេសាទត្រីមែនប៉ុន្តែគាត់អត់ចេះហែលទឹកទេហើយគាត់ក៏ជាមនុស្សដែលខ្លាចទឹកទៀតនៅពេលដែលតាឌឿនគាត់ស្វឹងម្ដងគឺថាតែញុងចូលតាឌឿនទៅហក់នៅក្នុងទឹកស្ទឹងខាងក្រោយផ្ទះគាត់ទឹកស្ទឹងនឹងជ្រៅហ่ะទឹកស្ទឹងនឹងមនុស្សដែលមិនចេះហែលទឹកហើយមនុស្សខ្លាចទឹកអត់ហ៊ានចុះទេទឹកជ្រៅហើយទឹកហូរខ្លាំងទៀតអញ្ចឹងបងទាំងអស់គ្នាប៉ុន្តែលោកតាឌឿននឹងសំទោសតាឌឿននឹងឲ្យតែគាត់ស្វឹងគឺលោកតាញុងចូលហើយពេលដែលលោកតាញុងចូលហើយគឺធាក់អញ្ជៀងផ្ទះបាទគឺគាត់ខ្លាំងហ្មងទូមនុស្ស10នាក់តែចាប់គាត់ក៏ចាប់អត់ជាប់គឺល្អិលព្រិលតែម្ដងហើយឲ្យតែចូលគឺដឹងតែជាមួយដែលតែយកតាឌឿននឹងទៅជាមួយទឹកស្ទឹងនឹងហ្មងហើយជាមួយនឹងមិនមែនជាមួយធម្មតាទេបងគឺជាមួយតាឌឿន100ម៉ែត្រអីក៏មានដែរបាទមានន័យថាគឺឲ្យតាឌឿននឹងទៅលឹបទឹកស្ទឹងនឹងលឹបអីហ្នឹងអញ្ចឹងទៅណោះទៅហើបណោះ100ម៉ែត្រ200ម៉ែត្របងស្រីថាពុកគាត់អត់ចេះហែលទឹកទេចុះហេតុអីបានអាចលឹបទឹកពីនឹងទៅហើយទៅចេញណោះ300-400ម៉ែត្រណោះបានអញ្ចឹងគឺតែញូងនឹងគាត់ធ្វើបាបតាឌឿននឹងហ្មងហើយមូលហេតុដែលគាត់ធ្វើបាបតាឌឿនណាគឺគាត់អត់ចង់ឲ្យតាឌឿនផឹកស្រាព្រោះតាឌឿនគាត់ចូលចិត្តផឹកស្រាហើយមកដល់ផ្ទះវិញវាយកូនវាយប្រពន្ធធ្វើបាបកូនធ្វើបាបប្រពន្ធអញ្ចឹងទៅដល់ពេលអញ្ចឹងតែញូងតែងតែចូលហើយមូលហេតុដែលគាត់ដឹងថាការចូលនឹងមុនបងស្រីថាប្រហែលជាការធ្វើពុតរបស់ឪពុកគាត់ទេឲ្យតែផឹកស្រាម្ដងធ្វើពុតខ្មោចចូលដើម្បីមានលេសទៅវាយប្រពន្ធវាយកូនអីអញ្ចឹងណាប៉ុន្តែនៅពេលថ្ងៃមួយពេលដែលតាឌឿននឹងក៏វិសាស្រាស្វឹងដើរទៅទីទៅត្រួតមកដល់ផ្ទះមកស្រាប់តែញូងចូលភ្លាមនៅពេលតែញូងចូលគាត់អត់ទៅវាយដំកូនចៅអត់ទៅធាក់អញ្ចឹងផ្ទះហេបងប្អូនកន្លែងនេះខ្ញុំក៏លោកខ្ញុំនិយាយមិញច្រឡំណាពេលតែញូងចូលគឺគាត់ជំមិចទឹកហ្មងតែញូងក៏ចូលគឺគាត់ជំមិចទឹកហ្មងប៉ុន្តែតាឌឿននឹងគាត់ស្វឹងកាចឲ្យតែគាត់ស្វឹងគឺគាត់កាចហើយពេលគាត់បដៅកូនបដៅចៅអីគាត់ដែរប្រើពតតូចទេគឺគាត់តែងតែប្រើដងរែកអាប្រទេសអាស័យធំវាយកូនមិនថាតូចមិនថាធំមិនថាប្រុសមិនថាស្រីទេចឹងហើយម្ដាយរបស់បងស្រីកញ្ញាហ្នឹងគាត់តែងតែទៅពាំងកូននៅពេលដែលប្តីគាត់វាយកូនគាត់ទៅពាំងកូនគាត់ទៅដោយសារអីព្រោះតបងវាធំពេកបើគាត់មិនយកខ្លួនទៅពាំងទេកូនគាត់អាចងាប់ព្រោះកូនខ្លះនៅអាយុ3ឆ្នាំ4ឆ្នាំ5ឆ្នាំអីហើយលេងសាក់ដងរែកអីបងគិតមើលគ្នាទប់មិនជាប់ហើយនឹងគាត់ស្វឹងនឹងតាឌឿនស្វឹងបងកញ្ញាថាតាឌឿនស្វឹងហើយប៉ុន្តែនៅពេលដែលតាឌឿនស្វឹងត្រៀមទៅតាឌឿនប្រកាសជាតាញូងចូលទៀតហើយពេលតាញូងចូលគឺតាញូងដឹងតែយកតាឌឿនទៅជាមួយទឹកស្ទឹងនៅខាងក្រោយផ្ទះហ្នឹងហើយជាមួយមិនមែនជាមួយមួយផ្លែទេ300-400ម៉ែត្រ200-300ម៉ែត្រគាត់ថាជាមួយម្ដងយ៉ាងតិចក៏100ម៉ែត្រដែរបងងំតាហើបហើយពេលដែលហើបមកវិញហ្នឹងតាឌឿននឹងឆ្លក់ទឹកកខិកកខក់គឺពិតជាវេទនាមែនតែនហើយមូលហេតុដែលគាត់ដឹងថាពិតជាតាញូងចូលតាឌឿននោះនៅថ្ងៃមួយនៅពេលដែលគាត់ស្វឹងអញ្ចឹងដើរទៅត្រួតមកផ្ទះអញ្ចឹងពេលនោះគឺបារមីរបស់តាញូងចូលទៀតហើយយកតាឌឿនហ្នឹងទៅជាមួយទឹកស្ទឹងក្រោយហ្នឹងទៀតអញ្ចឹងពេលនោះស្រាប់តែបារមីរបស់តាចក់គឺចូលនិយាយម៉ៅភ្លាមហើយពេលចូលនិយាយម៉ៅគាត់និយាយថាអាឌឿនហើយហ្នឹងគឺត្រូវបានអាញូងចូលទៀតប៉ុណ្ណឹងហើយនៅអត់រៀងទៀតប៉ុណ្ណឹងហើយនៅតែផឹកស្រាទៀតនេះជាភាសាដែលអ្នកតាចាក់ចូលទៅកាន់លោកយាយម៉ៅគាត់និយាយអញ្ចឹងពេលគាត់និយាយអញ្ចឹងទើបអ្នកស្រុកអ្នកភូមិរួមជាមួយបងកញ្ញានឹងដឹងថាពិតជាមានបារមីតាញូងមែនហើយតាញូងនឹងគាត់គឺជាកូនសិស្សរបស់តាចក់នឹងឯងហើយជាសិស្សសំណប់ទៀតហើយហេតុផលដែលគាត់បានដឹងនោះដោយសារទំនាក់ទំនងគ្រួសារបងស្រីកញ្ញានឹងគឺជាទំនាក់ទំនងល្អជាមួយលោកយាយម៉ៅអញ្ចឹងបានគាត់ដឹងណាព្រោះគាត់មានប្រស្រ័យទំនាក់ទំនងល្អជាមួយគ្នាអញ្ចឹងណាអ្នកស្រុកអ្នកភូមិមួយគ្នាហើយថែមទាំងមានទំនាក់ទំនងល្អមួយគ្នាទៀតអញ្ចឹងពេលដែលបារមីតាចក់ចូលយាយម៉ៅនឹងមកនិយាយមកស្រែកមកប្រាប់ទៅកាន់គ្រួសាររបស់បងកញ្ញានឹងថាតាឌឿនដែលជាឪពុករបស់បងកញ្ញានឹងគឺត្រូវបានកូនសិស្សរបស់តាចក់ចូលទៀតគឺតាញូងនឹងឯងហើយមួយទៀតបងទាំងអស់គ្នា
ពេលដែលខ្ញុំជជែកជាមួយបងកញ្ញាខ្ញុំចេះតែនឹកឆ្ងល់ក្នុងចិត្តថាហេតុអីបានជាបារមីតែញូងទៅចូលតែឌឿនកុំឲ្យទៅផឹកស្រាហើយតែឌឿននឹងមិនបានជាមានការថែរក្សាអីក្នុងគោលបំណងអីអញ្ចឹងបងខ្ញុំចេះឆ្ងល់ក្នុងចិត្តតែអត់ហ៊ានសួរបងកញ្ញាបន្ទាប់មកខ្ញុំជជែកជាមួយបងកញ្ញាហូហែជាច្រើនមកទើបបងកញ្ញាគាត់ប្រហែលថាឥឡូវហ្នឹងគឺឪពុកគាត់ឈប់ភាសាស្រាហើយឪពុកគាត់ក៏ខ្លាចជាមេភូមិនឹងទៀតអញ្ចឹងទើបខ្ញុំចាប់ផ្លឹកនឹកឃើញថាអូក៏ពិតទៅតែឌឿនហ្នឹងគាត់មាននិស្ស័យជាអ្នកដឹកនាំនៅក្នុងភូមិប៉ុន្តែមុននឹងមាននិស្ស័យជាអ្នកដឹកនាំហ្នឹងគឺគាត់ជាមនុស្សដែលចូលចិត្តភាសាស្រាបើយើងនិយាយភាសាឲ្យសាមញ្ញទៅថាជនប្រមឹកហ្មងឯងពូបងកញ្ញាគាត់ថាពុកគាត់ផឹកស្រាខូបហ្មងបាទហើយមូលហេតុដែលគ្រួសារគាត់ជួបបញ្ហាដោយសារឪពុកគាត់ភាសាស្រាហើយអ្នកម្ដាយគាត់ហ្នឹងជាអ្នកចេះលេងកតុយលេងអីទៀតបាទអញ្ចឹងហើយបានធ្វើឲ្យជីវភាពគ្រួសារគាត់មានកូនច្រើនហើយរកលុយមកអត់សូវសល់ទេឪពុកក៏ភាសាស្រាហើយម្ដាយជាអ្នកចាក់កតុយលេងទៅទៀតនោះប៉ុន្តែដោយសារតែនិស្ស័យតែឌឿនហ្នឹងប្រហែលជាតែញូងប្រហែលជាតែចក់បារមីអ្នកតាហ្នឹងគាត់ដឹងពីនិស្ស័យរបស់តែឌឿនដឹងថាតែឌឿនហ្នឹងគាត់អាចខ្លាយជាមេភូមិបានណាអញ្ចឹងហើយបានជារៀងតែឌឿនហ្នឹងរាល់ពេលតែឌឿនហ្នឹងភាសាស្រាគឺដឹងតែបារមីរបស់តែញូងចូលហើយបាទតែញូងចូលមកគឺយកតែឌឿនទៅជំមិចទឹកស្ទឹងហ្នឹងហ្មងហើយមានរឿងផ្សេងចម្លែកជាច្រើនទៀតដូចជាក្មេងៗឲ្យតែខុសមាត់ខុសកចុកពោះឆ្អល់ពោះអីចឹងទៅអញ្ចឹងនៅក្នុងរឿងតាក់ទងជាមួយនឹងបារមីរបស់លោកតាចក់ហ្នឹងនៅមានរឿងមួយទៀតបន្ទាប់មកពេលប្រជាពលរដ្ឋគាត់ដឹងអំពីដំណំនៅក្នុងបឹងនឹងហើយពេលដែលមានអ្នកមកពីឆ្ងាយអីគាត់តែងតែប្រាប់គាត់ឲ្យអត់ទេជាពិសេសគឺនៅក្នុងភូមិនឹងមានអ្នកដែលគាត់ចេញទៅខាងក្រៅហើយនាំមិត្តភ័ក្តិមកលេងផ្ទះលេងសម្បែងឬទៅបេះផ្កាឈូកបេះលឹកឈូកស្ទូចត្រីស្ទូចអីហ្នឹងគឺត្រូវតែណែនាំប្រាប់ហ្មងអត់ឲ្យនិយាយទេតែហ៊ានផ្លយមាត់និយាយពាក្យនិយាយសម្ដីអីអត់ល្អកើតឡើងប្រកាសជាបារមីតែចក់បាទគឺគាត់ធ្វើបាបអីហើយការធ្វើបាបហ្នឹងបងកញ្ញាគាត់ថាតែចក់ដូចជាអ្នកតាដែលកាន់សិលអញ្ចឹងដូចខ្ញុំជំរាបបងពីខាងដើមអញ្ចឹងគឺជាបារមីកាន់សិលគឺចង់ឲ្យមនុស្សលោកចេះនិយាយពាក្យសច្ចៈកុំឲ្យកុហកកុំឲ្យភូតភរកុំឲ្យនិយាយបាត់ដៃក្នុងដៃអញ្ចឹងណាព្រោះមនុស្សលោកក្នុងសម័យបច្ចុប្បន្នហ្នឹងនិយាយទៅពិបាកយកជាសាច់ការចូលចិត្តកុហកច្រើនអីចឹងទៅចូលដល់សម័យថ្មីដល់ពេលសម័យថ្មីនេះសម័យដែលគេត្រូវអភិវឌ្ឍនេះបឹងតាវ៉ាល់ក៏ត្រូវបានគេចាប់ផ្ដើមចង់កាយដីចេញពីបឹងហ្នឹងដោយសារបឹងហ្នឹងធំហើយបឹងហ្នឹងក៏មានកន្លែងរាក់ក៏មានកន្លែងជ្រៅដែរចង់និយាយចឹងណាបងមិនមែនជាប្រភេទបឹងដែលជ្រៅទាំងពីគែមទៅឯធម្មតាបឹងពីបុរាណមកអញ្ចឹងវាមានច្រាំងបឹងហ្នឹងវាទីទៅងំទៅដល់កន្លែងជ្រៅហ្នឹងណាអញ្ចឹងផ្ទៃបឹងហ្នឹងគឺធំស្តុបទឹកបានច្រើនគីបមែនទែនប្រជាពលរដ្ឋអាស្រ័យផលទៅលើការធ្វើស្រែប្រាំងបាទទៅលើការដាំបន្លែអីផ្សេងក៏ជាមួយនឹងបឹងនឹងដែរអញ្ចឹងដល់ពេលប្រទេសគេត្រូវការអភិវឌ្ឍត្រូវការដីដើម្បីយកទៅធ្វើអីចឹងណាហើយបងកញ្ញាក៏គាត់បាននិយាយពីដីនឹងយកទៅណាដែរតែខ្ញុំសុំមិននិយាយទេខ្ញុំគ្រាន់តែជំរាបបងថាគេត្រូវការកាយអាចដីនឹងដើម្បីយកទៅបាទធ្វើអីដើម្បីអភិវឌ្ឍចឹងទៅអញ្ចឹងក្នុងនោះក៏មានការផ្ដល់ឱកាសឲ្យក្រុមហ៊ុនឯកជនចូលទៅដើម្បីធ្វើការម៉ៅការលើការកាយអាចដីចេញពីបឹងតាវ៉ាល់នឹងអញ្ចឹងណាបងទាំងអស់គ្នាបាទអញ្ចឹងមានតកែមួយជាជនជាតិចិនតកែហ្នឹងគឺគាត់មកធ្វើការវិនិយោគទៅលើការកាយអាចដីហ្នឹងដើម្បីយកទៅអភិវឌ្ឍប៉ុន្តែប្រជាពលរដ្ឋបានប្រាប់ឲ្យថាកុំឲ្យចូលទៅកកាយប្រជាពលរដ្ឋក៏មានការស្នើសុំកុំឲ្យមានការកាយដីពីបឹងហ្នឹងដែរព្រោះហ្នឹងជាបឹងបុរាណហើយក៏ជាបឹងដែលមានបារមីទៀតអញ្ចឹងស្នើសុំថាទុកបឹងហ្នឹងទៅដើម្បីឲ្យប្រជាពលរដ្ឋគាត់អាស្រ័យផលផងហើយកុំឲ្យប៉ះពាល់ដល់បារមីអ្នកតាចក់ហើយនឹងបារមីអ្នកតាកញូងណាដែលជាបរិវាររបស់លោកតាចក់នៅនឹងថែរក្សាឡើងយូរហើយថែរក្សាយូរឆ្នាំហើយមកទល់ថ្ងៃហ្នឹងប៉ុន្តែក្រុមហ៊ុនឯកជនជាតិចិនហ្នឹងអត់ជឿទេក៏ចាប់ផ្ដើមធ្វើការវិនិយោគដោយដឹកបាទ excavator ដឹកអាបុលដឹកអីមកដើម្បីធ្វើការកាយដីកើបដីបាទដឹកដីយកទៅដើម្បីធ្វើការអភិវឌ្ឍនឹងឯងអញ្ចឹងនៅពេលហ្នឹងបងដីខែប្រាំងណាបាទគឺស្ងួតរើងឯអាកែមខាងលើដែលខ្ញុំនិយាយអញ្ចឹងថាបឹងគឺវាទេទៅងំដល់បាត់បឹងដល់ខែប្រាំងបឹងនឹងអរិញទេប៉ុន្តែទឹកវាធ្លាក់ទៅនៅកណ្ដាលបឹង
Chẳng à kem hàngក្រៅនឹងគឺយើងអាចកាយបានហើយវាអត់មានទឹកទៀតទេអញ្ចឹងវាស្ងួតរឹងមែនទែនអញ្ចឹងពេល excavator ពេលអាបុលចូលទៅគឺផុងតែម្ដងបងប្អូនបងស្រីកញ្ញាគាត់ថាផុងលិចកង់អាបុលនឹងហ្មងអត់អាចធ្វើអីចេញហ្មងហើយមួយទៀតនោះអាបុលថ្មីចេះអាបុលបាក់ដៃហ្មងបាក់ដៃអាបុលកាយដីហើយអាបុលនឹងថ្មីបកពីស្រោមបកពីកេះមិនមែនអាបុលចាស់ច្រេះទេកើបដីបងគិតថាអាបុលដែលកាយដីក្នុងមួយដៃរបស់វាអាចធ្វើឲ្យបាក់ដងឬក៏បាក់ដៃវាបានដែរបងវាមិនអាចទេមែនទេបងទោះបីជាអាបុលនឹងចាស់ច្រេះប៉ុណ្ណាក៏ដោយក៏គេចេះប្រើគេដឹងហើយថាអាបុលចាស់អាបុលមិនចាស់ហើយបាក់មិនបាក់អាម៉េចគេចេះប្រើហើយប៉ុន្តែគាត់ឆ្ងល់ថាអាបុលនឹងគឺថ្មីបកពីកេះបកពីស្រោមហ្មងណាបាទទៅលើកទី1អាបុលមួយទៀតហ្នឹងគឺផុងជាប់ជើងធ្វើអត់ចេញទេបាទងំតកាយងំតស្ទូចចេញដល់ពេលយកអាបុលថ្មីស្រឡាងមួយទៀតយកទៅចង់ដឹងថាបើអាបុលមុនថាវាចាស់ហើយវាល្អល្អវាខូចវាលុតម៉ាស៊ីនធ្វើឲ្យកើតចឹងគេដកអាបុលចាស់នឹងចេញអាបុលដែលជាប់ផុងចាស់ហ្នឹងគេដកចេញតបមកគេយកអាបុលថ្មីទៅអាបុលទើបតែបកពីកេះថ្មីជ្រើងហ្នឹងគឺបាក់ដៃតែម្ដងបងកាយដីអត់កើតទេអញ្ចឹងក្រុមហ៊ុនទី1ហ្នឹងអត់ធ្វើអីចេញទេក៏ទៅបាត់ទៅហើយអាបុលទី2ចូលទៅទៀតក្រុមហ៊ុនទី2ចូលទៅទៀតបន្ទាប់ពីស្ងាត់មួយរយៈនៅពេលដែលមានបញ្ហាមកបាទក្រុមហ៊ុនទី2ក៏ចូលទៅដល់ក្រុមហ៊ុនទី2ក៏វិនិយោគឲ្យអត់ជឿទៀតនៅពេលដែលក្រុមហ៊ុនទី2ចូលទៅនេះបារមីទៅចក់ចូលទៅកាន់លោកយាយម៉ៅទៀតហើយគាត់សុំគេនិយាយថាសុំតែមួយស្និបទេមួយស្និបហ្នឹងគឺសុំទោសបងបើសិនជាខ្ញុំកន្លែងហ្នឹងបើសិនជាខ្ញុំអត់ចាំច្បាស់ណាស្មើនឹងមួយតឡឹងមាសបាទគេថាសុំតែមួយតឡឹងមាសទេប៉ុន្តែក្រុមហ៊ុនហ្នឹងប្រហែលជាគេគិតថាការនិយាយអីរបស់លោកយាយម៉ៅហ្នឹងគោលបំណងចង់បានលុយពីគេអញ្ចឹងណាគឺអត់ជឿបងអត់ជឿទេហើយអត់ឲ្យទេបាទអញ្ចឹងដាក់ excavator ដាក់បុលទៅទៀតពេលដាក់ទៅអញ្ចឹងទៀតបាក់ excavator ជាប់ផុងបាទធ្វើឲ្យអត់ចេញទាំងអស់គឺកកាយដីនឹងអត់បានកកាយដីបឹងតវ៉ាល់នឹងអត់ចេញហ្មងហ៊ានតែធ្វើដឹងតែគ្រោះថ្នាក់ឯងអញ្ចឹងពេលហ្នឹងបងស្រីកញ្ញាគាត់ថាប្រជាពលរដ្ឋដឹងតែពីបញ្ហាត្រឹមតែបាក់កអាបុលដឹងតែដាច់ដៃអាបុលជាប់ផុងអីតែប៉ុណ្្នឹងឯងបន្ទាប់មកក៏ស្ងាត់ក្រុមហ៊ុន2ហ្នឹងទៅហើយក៏មានក្រុមហ៊ុនថ្មីមកមួយទៀតនេះគាត់បានដឹងរឿងនៅពីក្រោយនៃរឿងនៃការបាក់កអាបុលបាក់ដៃអាបុលហ្នឹងមិនត្រឹមតែបាក់កបាក់ដៃអាបុលទេបងរហូតដល់ថ្នាក់បាត់បង់ជីវិតថកែ2នាក់គាត់ថាថកែទី1ហ្នឹងពេលចាក់ចេញពីកម្ពុជាទៅវិញគឺធ្លាក់យន្តហោះស្លាប់បាទហើយថកែទី2ក៏ធ្លាក់យន្តហោះស្លាប់ដែរគាត់ថាដឹងរឿងហ្នឹងដោយសារតែថកែចុងក្រោយនេះមកបាទថកែទី3នេះមកហើយថកែទី3នេះប្រហែលជាអាចនឹងថកែទី3នេះដឹងរឿងហើយដឹងអំពីវិធីថកែទី3នេះពេលដែលមកចាប់ផ្ដើមកកាយដីនៅបឹងតវ៉ាល់គឺគេមានរៀបចំពិធីភ្លេងពិណពាទ្យបាទដើម្បីសុំហើយមានការលេងល្ខោនចំនួន 3-4 យប់ជាប់គ្នាបងស្រីកញ្ញាគាត់ថាលេងប៉ុន្តែបងស្រីកញ្ញាគាត់អត់ដឹងពីវិធីនៅក្នុងការរៀបចំលេងភ្លេងពិណពាទ្យហ្នឹងគេរៀបចំពិធីអីខ្លះទេព្រោះបងកញ្ញាគាត់និយាយថាគាត់គឺជាក្មេងស្រីកាលនោះគាត់នៅអាយុជំទង់ខ្ទង់12 13អីប៉ុណ្ណឹងបាទចន្លោះពី13 14 15ប៉ុណ្ណឹងឯងប៉ុន្តែគាត់វ័យហ្នឹងបើសិនជាយើងនិយាយពីយុវជនរាល់ថ្ងៃហ្នឹងចូលយុវជនហើយ13 14 15ហ្នឹងប៉ុន្តែបងកញ្ញាគាត់អត់ទេគាត់វ័យយុវជនមែនប៉ុន្តែវ័យគាត់ហ្នឹងគឺមានទំនួលខុសត្រូវខ្លាំងណាស់ព្រោះគាត់ជាកូនច្បងក្នុងចំណោមបងប្អូន7អ្នក8នាក់ទាំងគាត់ហ្នឹងគឺគាត់កូនច្បងគេហើយគាត់ជាកូនស្រីទេប៉ុន្តែគាត់ធ្វើការច្រើនណាស់គាត់ធ្វើការដូចមនុស្សប្រុសអញ្ចឹងការដើរលេងកំសាន្តសូម្បីតែល្ខោនដែលលេងនៅបឹងតវ៉ាល់ហ្នឹងនៅចិត្តផ្ទះគាត់ហ្នឹងក៏គាត់អត់មានបានទៅលេងដែរគាត់ថាគាត់ក្រៅពីការរកលុយគឺគាត់ដេកដើម្បីយកកម្លាំងឲ្យទៅរកលុយទៀតព្រោះការងារដែលគាត់ធ្វើសិតតែជាការងារមនុស្សប្រុសរែកដីបងសម័យហ្នឹងគាត់អត់មានរទេះអត់មានប្រភេទអីដែលរុញដីបានទេគឺមានតែរែកហើយនឹងអូសទេអញ្ចឹងគឺគាត់ថារុញដីគិតគីបមកគីបប្រហែលអញ្ចឹងទៅដើម្បីយកលុយហ្នឹងមកគាត់គង់ដល់បងប្អូនឲ្យបងប្អូនមានអង្គមានអីហូបអញ្ចឹងណាពីអ្នកបងប្អូនគាត់2អ្នកបងប្អូនទី2គាត់មួយទៀតអញ្ចឹងពី3អ្នកផ្សេងទៀតហ្នឹងគាត់នៅតូចគាត់ដឹងទេដឹងតែហូបទេ
អញ្ចឹងគឺគាត់ធ្វើការងារប្រើកម្លាំងពេញតែម្ដងជាមនុស្សស្រីតែមានសាច់ដុំដូចមនុស្សប្រុសអញ្ចឹងគាត់ថាគាត់គ្រាន់តែដឹងរឿងនឹងថាអញ្ចឹងឯងប៉ុន្តែឲ្យគាត់ទៅមើលថាតើនៅកន្លែងបឹងតវ៉ាល់ហ្នឹងពេលដែលគេរៀបចំភ្លេងពិណពាទ្យហ្នឹងគេរៀបចំពិធីហ្នឹងមានរៀបចំបៃសីរៀបចំពិធីសែនហ្នឹងរបៀបម៉េចគាត់ថាគាត់ដឹងទេតែគាត់ថាចាំមើលគាត់សាកល្បងស្រាវជ្រាវទៀតអញ្ចឹងណាខ្ញុំក៏សូមឲ្យគាត់សាកល្បងស្វែងយល់ពីរឿងរ៉ាវមួយចំនួនទៀតអញ្ចឹងរឿងនេះប្រហែលជាអាចនឹងមានភាគ2ដោយសារភាគ1នេះគាត់គ្រាន់តែផ្ដល់ជូនត្រួសសិនអំពីដំណើរនៃបឹងហ្នឹងដោយសារតែបឹងហ្នឹងក៏ពិតគាត់និយាយអំពីជីវិតរបស់គាត់ទេប៉ុន្តែដោយសារបឹងហ្នឹងគាត់អាស្រ័យផលជីវិតគាត់អាស្រ័យផលជាមួយនឹងបឹងហ្នឹងណាអញ្ចឹងទៅក៏គាត់និយាយប្រហើបទាក់ទងជាមួយបារមីរបស់បឹងតវ៉ាល់ហ្នឹងបានប៉ុណ្ណឹងហើយក៏ពិតនៅមានរឿងច្រើនទៀតតាមគាត់ថាគាត់ធ្លាប់ឮលហៀងមកគឺមានរឿងផ្សេងច្រើនទៀតទាក់ទងមួយបឹងតវ៉ាល់ហ្នឹងអញ្ចឹងគាត់បានសន្យាថាគាត់នឹងទៅស្រាវជ្រាវឲ្យខ្ញុំគាត់នឹងទៅសួរចាស់ដែលគាត់មានអាយុនៅនឹងច្រើនមកហ្នឹងគាត់អាចនឹងដឹងរឿងអីផ្សេងជាមួយនឹងបឹងតវ៉ាល់ហ្នឹងដោយសារពេលនេះជីវភាពរបស់បងកញ្ញារៀងធូរសប្បាយបានច្រើនហើយដោយសារពីមុនមកគឺជីវភាពគាត់លំបាកខ្លាំងណាស់តែឥឡូវនេះគាត់មានក្រុមគ្រួសារអីទៅជីវភាពគាត់បានធូរស្រាលខ្លះចឹងការរស់នៅរបស់គាត់អាចមានប្រស្រ័យទំនាក់ទំនងជាមួយអ្នកភូមិអ្នកស្រុកបានច្រើនជាងមុនបើពីមុនវិញគាត់ប្រស្រ័យទំនាក់ទំនងតែរកលុយទេអ្នកភូមិអ្នកស្រុកត្រូវការលុយត្រូវការអីហ្នឹងគឺមកតាក់ទងមួយគាត់មកគាត់ដឹងទៅធ្វើហើយទោះបីជាការងារនឹងស្រាលក្តីធ្ងន់ក្តីនិយាយទៅគឺគាត់អបកាន់ការងារហ្មងដឹងតែធ្វើដើម្បីបានលុយយកមកគ្រប់គង់ដល់គ្រួសារអញ្ចឹងណាទោះបីគាត់ជាកូនស្រីក៏ដោយតែជាកូនច្បងនៅក្នុងគ្រួសារហ្នឹងអូខេបងទាំងអស់គ្នាអញ្ចឹងតាក់ទងជាមួយរឿងបារមីអ្នកតាចក់នៅក្នុងបឹងតវ៉ាល់ជាមួយនឹងតាកញូងនៅក្នុងបឹងតវ៉ាល់ដែលជាបរិវាររបស់តាចក់ប៉ុណ្ណឹងសិនខ្ញុំជម្រាបជូនបងនៅក្នុងថ្ងៃហ្នឹងណាបាទចាំខ្ញុំទទួលបាននៅសាច់រឿងនឹងបន្តទៀតខ្ញុំនឹងផ្ដល់ជូនបងទៅភាគទី2តាក់ទងមួយបារមីរបស់លោកតាចក់នៅក្នុងបឹងតវ៉ាល់នៅក្នុងខេត្តកណ្ដាលអញ្ចឹងបងដែលរស់នៅក្នុងភូមិឃុំស្រុកហ្នឹងបងបានឮការផ្ដល់ជូនពីខ្ញុំទៅប្រហែលជាបងអាចស្គាល់បឹងហ្នឹងហើយអញ្ចឹងបើសិនជាលោកអ៊ំលោកយាយលោកតាដែលលោកបានដឹងហើយបើសិនជាខ្ញុំជំរាបជូនទៅនៅអត់ទាន់អស់សាច់រឿងណាហើយនៅមានសាច់រឿងបន្តតាក់ទងមួយបារមីបបឹងតវ៉ាល់នឹងទៀតសូមលោកតាលោកយាយឬក៏បងទាំងអស់គ្នាតាក់ទងមកខ្ញុំផងណាបាទតាក់ទងមកខ្ញុំផងដើម្បីជក់ចិត្តនៅក្នុងការចង់ដឹងអំពីដំណើរនៃសាច់រឿងហើយខ្ញុំក៏បានសួរបងស្រីកញ្ញាដែរថាតើអ្នកតាចក់ហ្នឹងគាត់មានប្រវត្តិបែបម៉េចដែរពីមុនមកហើយតាកញូងហ្នឹងគាត់នៅជាមួយតាចក់អីទេពីមុនមកគាត់ជាមនុស្សដែលមានការរស់រាននៅក្នុងតំបន់ហ្នឹងហើយគាត់ស្លាប់ទៅคล้ายទៅជាបារមីអ្នកតាហ្នឹងតែម្ដងឬក៏យ៉ាងម៉េចដែរបងកញ្ញាគាត់ថាគាត់អត់ដឹងទេលើរឿងហ្នឹងដោយសារពេលដែលគាត់ដឹងក្តីឡើងគាត់ឃើញបឹងហ្នឹងតែម្ដងហើយគាត់ដឹងសាច់រឿងហ្នឹងតែប៉ុណ្្នឹងឯងបាទអញ្ចឹងប៉ុន្តែគាត់និយាយដូចខ្ញុំបញ្ជាក់ជូនពីខាងដើមអញ្ចឹងគាត់ថានៅមានទៀតរឿងហ្នឹងមិនអស់ទេព្រោះតែគាត់អត់ចាំច្រើនទេតែគាត់នឹងទៅរករឿងហ្នឹងមកដើម្បីផ្ដល់ជូនមកកាន់ខ្ញុំបន្ថែមទៀតផងដែរអរគុណបងទាំងអស់គ្នាអញ្ចឹងក្នុងសាច់រឿងហ្នឹងមានតែប៉ុណ្្នឹងទេដើម្បីចង់ដឹងយ៉ាងណាទៀតសូមបងទាំងអស់គ្នាជួយចុច Subscribe ជួយចុចសញ្ញារូបកណ្ដឹងបាទជួយ Share វីដេអូនឹងបន្តទៅដើម្បីដឹងសាច់រឿងបន្តទៀតផងដែរមួយទៀតបងនៅក្នុង Channel នេះក៏ពិតពីមុនមកជា Channel ជំនឿយ៉ាងហ្នឹងប៉ុន្តែឥឡូវនេះខ្ញុំបានបន្ថែមជាមួយនឹងសាច់រឿងមួយទៀតតាក់ទងជាមួយដំណើរជីវិតពិតរបស់មនុស្សរឿងដំណើរជីវិតពិតរបស់បងទាំងអស់គ្នាដែលចង់ចែករំលែកអញ្ចឹងបងដែលចង់ឲ្យខ្ញុំនិយាយពីរឿងរបស់បងដើម្បីទុកជាអនុស្សាវរីយ៍បងអាចតាក់ទងមកកាន់លេខ Telegram របស់ខ្ញុំមកបងអាចជជែកជាមួយខ្ញុំបានខ្ញុំនឹងបង្ហាញអំពីសាច់រឿងហ្នឹងយកមកនិយាយអត្ថាធិប្បាយជូនបងទៅទុកជាកាដូអនុស្សាវរីយ៍ចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឬក៏ទុកខ្លួនឯងទៅតែខ្ញុំអាចនឹងលាក់អត្តសញ្ញាណបងបានអត់អីទេក៏ដូរឈ្មោះដូរភូមិដូរតំបន់អីចឹងទៅហើយសាច់រឿងដែលបងលើកយកមកជាសាច់រឿងដែលបងផ្ដល់ឲ្យខ្ញុំបានត្រឹមកម្រិតណានឹងអាស្រ័យលើបងទាំងអស់គ្នាជាអ្នកកំណត់ខ្លួនឯងថាចង់ឲ្យខ្ញុំដឹងរឿងបងត្រឹមប៉ុណ្ណាហើយរឿងអាចកំបាំងអីផ្សេងទៀតដែលអត់ចង់ឲ្យខ្ញុំដឹងទេក៏បងអត់ចាំបាច់និយាយចេញមកទេចឹងបងនិយាយប្រាប់ខ្ញុំតែសាច់រឿងដែលបងចង់ឲ្យខ្ញុំដឹងទៅបានហើយចឹងខ្ញុំនឹងយកសាច់រឿងហ្នឹងទៅនិយាយជម្រាបជូនបងត្រឡប់ទៅវិញអំពីសាច់រឿងការពិតទាំងអស់នេះជាបទពិសោធន៍ដែលបងបានចែករំលែកមកណាគឺល្អដូចជាបងកញ្ញាអញ្ចឹងខ្ញុំទទួលបានសាច់រឿងពីគាត់មកគឺខ្ញុំទទួលបានមេរៀនច្រើនខ្លាំងណាបាទតើតើមួយជីវិតគាត់
គាត់មានការតស៊ូខ្ពស់គាត់មានទំនួលខុសត្រូវខ្លាំងរហូតដល់អាចនិយាយថាទូនីតិគាត់នៅក្នុងគ្រួសារចង់លើសពីទូនីតិរបស់ពុកម្ដាយទៀតណាយើងមិនមែនថាមិនឲ្យដឹងគុណឪពុកម្ដាយប៉ុន្តែឪពុកម្ដាយរបស់គាត់បានធ្វើបង្កើតហើយនឹងចិញ្ចឹមខ្លះប៉ុន្តែទំនួលខុសត្រូវខ្លាំងហ្នឹងអត់មានទេអាចថាគាត់មានសម្ពាធគាត់បាក់ទឹកចិត្តអីអញ្ចឹងណាប៉ុន្តែបងកញ្ញាក្នុងនាមជាកូនច្បងក្នុងគ្រួសារគឺគាត់មានទំនួលខុសត្រូវខ្លាំងណាអញ្ចឹងមកទល់ពេលបច្ចុប្បន្ននេះគាត់ខ្លាយជាមនុស្សស្រីដ៏រឹងមាំបំផុតហើយគាត់អាចសាងទ្រព្យសម្បត្តិរបស់គាត់បានដោយភាពកំសត់កំររបស់គាត់បានទៀតចឹងបបពិសោធន៍មួយនេះខ្ញុំទទួលបានពីបងកញ្ញាមកធ្វើខ្ញុំភ្ញាក់ខ្លួនខ្លាំងមែនទែនហើយខ្ញុំកាន់តែប្រាប់ខ្លួនឯងថាត្រូវបន្តលើការងារលើក្តីសុបិនរបស់ខ្លួនឯងបន្តទៀតព្រោះដូចបងកញ្ញាហ្នឹងគាត់ជាមនុស្សស្រីហើយគាត់កំសត់ចង់ដឹងពីជីវិតកំសត់របស់គាត់កម្រិតណាខ្ញុំនឹងផលិតវីដេអូហ្នឹងជូនបងដាក់នៅក្នុង channel នឹងដូចគ្នាតែខ្ញុំបានបែងចែកជា playlist បើបងចូលទៅកាន់ channel ហ្នឹងបងនឹងឃើញ playlist ហើយអញ្ចឹង playlist តាក់ទងមួយជំនឿខ្ញុំដាក់មួយហើយ playlist តាក់ទងជាមួយនឹងរឿងជីវិតពិតរបស់បងទាំងអស់គ្នាខ្ញុំដាក់មួយ playlist តែវីដេអូដែលសូចេញទៅបងនឹងបានដឹងទាំងអស់គ្នាអរគុណបងទាំងអស់គ្នាដែលគាំទ្រចឹងសាច់រឿងនឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅសាច់រឿងផ្សេងក្រោយតទៀតអរគុណជម្រាបលាបង